សួស្តីពុកម៉ែបងប្អូននេះជាសកម្មភាពនាំពុកម៉ែបងប្អូនទស្សនានៅភ្នំច្បាប់ម្ដងបាទទេសភាពស្រស់ស្អាតណាពីអ្នកពុកម៉ែខ្ញុំនេះតនេពីធ្វើសំណង់បដាលេងតិចឡើងវាអារម្មណ៍ពុកម៉ែបងប្អូនមើលនេះគេហៅការស្មៅហើយខ្ញុំក៏បានឲ្យពុកម៉ែខ្ញុំថតឡើងទៅថ្មជាសំដែងអញ្ចឹងណាបណ្ដាលេងសើចអីគឺទេសភាពស្អាតបាទស្អាតណាស់ហើយយើងមកចូលដល់វគ្គថ្មលើទឹកនេះទឹកលើថ្មបងប្អូនគឺត្រជាក់មែនទែនជាតំណងមកត្រជាក់ខ្លាំងហើយទេសភាពវិញនិយាយថាស្អាតហ្នឹងបាទនៅក្នុងជីសូពុកម៉ែបងប្អូនភ្នំជីសូប្រាសាទសែនពវាំងហ្នឹងគឺទេសភាពស្អាតណាស់ខែរដូវវស្សានេះគឺស្អាតខ្លាំងមែនទែនមកពុកម៉ែបងប្អូនជាពិសេសគឺទេសភាពបាទនិយាយក៏មានមើមព្រះបាទព្រះគឺតាមមកត្រជាក់មកមួយទៀតបាទដល់ចុះដល់ឡើងក៏ជួបគូវាមើលប្រាំងសម្រាប់មើលប្រាំងមានគូដែរបាទតែខ្ញុំអត់គូពីណាមិត្តភក្តិខ្ញុំស្បៃបដោយគេពុំតែស្វីតគេនេះបងអីយ៉ាគេពុំបលាយគ្នាបែបសំសួនជាកាយយ៉ាងគេចឹងបន្ទាប់ពីភ្លៀងមួយមេហើយគឺទេសភាពគឺអែមសែមតែម្ដងបាទអូនេះបងគឺស្អាតទេសភាពបាទយោមកដល់នេះផ្លែបាទពុកម៉ែបងស្គាល់ផ្លែហ្នឹងអត់បងគឺវាក្រហមស្អាតមែនទេបាទវាជ្រុះក្រមដើមហ្នឹងប៉ុន្តែខ្ញុំអត់ស្គាល់ទេគឺផ្លែគឺក្រហមអញ្ចឹងហ្មងបាទក្រហមដូចផ្លែក្រូចអីហ្នឹងប៉ុន្តែខ្ញុំអត់ស្គាល់ថាដើមហ្នឹងជាដើមអ្វីទេពុកម៉ែបងស្គាល់ខមមិនប្រាប់ផងបាទហើយមកដល់នេះកន្លែងថ្មបាទអញ្ចឹងថ្មគឺមានក្មេងៗម្ចាស់ឈ្មោះចុះអីស័ក្តិសិទ្ធតែបន់តែប្រឡងជាប់ទី12អីហ្នឹងគឺមានមកចប់បាទកន្លែងស័ក្តិសិទ្ធបាទឥឡូវដល់ពេលចប់ទៅផ្ទះវិញមកបងប្អូនចប់ហើយយើងជិមតោចប់លើភ្នំមកអារម្មណ៍បែបស្រស់ស្រាយត្រជាក់ស្រួលអរគុណពុកម៉ែបងប្អូនមានប៉ុណ្្នឹងទេបាយបាយ